តរោអ្នកដែលមានវិជាគុណប្រកែកជាងកូនហើយចរិតស្លូតត្រង់អញ្ចឹងទើបអាចមើលថែកូនអស់មួយជីវិតណាអ្នកខ្លះហានកន្សែងក្រហមណែជាងខើមកប្រកួតទេมันប្រកាសទេចាំមើលតើពួកកូនមាននិស្ស័យឬអត់ចុញមើលកូនស្រីតូរបស់ព្រះម្ចាស់ចិនយានឈ្មោះធានពេញគឺនាងធានស៊ឺស៊ឺប្រកាសប្រកួតវិជាគុណរើប្តីអាយ៉ានេះជាមិនដឹងល្អមែនណោះបាននរណាឈ្នះការប្រកួតខ្លាចជាគុណភាសាគ្រួសារធានគឺអាចសោយសោកលើធម៌សម្បត្តិសុកស្ដំហើយត្រូវអើយឮថានាងស៊ឺស៊ឺនឹងរូបរាងស្អាតទៀតផងណោះចាប់ទៅត្រូវអើយបានធ្វើតែមានហើយបើខ្ញុំចែកចិត្តនាងស៊ឺស៊ឺបានយ៉ាងហោចណាស់ក៏មិនប្រឹងប្រែង30ឆ្នាំដែរនេះជាកម្ម1000ឆ្នាំគ្មានម្ដងខ្ញុំត្រូវថែរក្សាបានអូជាផ្លូវនាងស៊ឺស៊ឺលោកធ្វើអីហ្នឹងនាងស៊ឺស៊ឺលោកគ្រូអ្នកមកក្រង់មានពិធីតាំងជាគៀងកងលោកគ្រូចង់ទៅមើលទេអូទៅមើលស៊ឺគូដណ្ដឹងញោមអីគូដណ្ដឹងអីទេពីមុនឪពុកកណានៅលោកអ៊ំធានគ្រាន់តែនិយាយគ្នាលេងប៉ុណ្ណឹងយ៉ាងហ្វាងពេលឪពុកញោមនៅរស់គ្រប់ពាក្យសច្ចៈណាស់ព្រះអម្ចាស់ធានក៏ដូចនេះដែរកិច្ចសន្យាគូដណ្ដឹងនេះមិនមែនជាការលេងសើចទេមិនមែនការលេងសើចបាញ់ចឹងការប្រកួតវិជាគុណឬគូសកលតែគូបកស្រាយយ៉ាងម៉េចញោមប្រកាន់រឿងនាងស៊ឺរៀបការជាមួយគេទេលោកគ្រូតាំងពីតូចមកកណាប្រាំងសំសិលហាត់វិជាគុណពីលោកគ្រូគំនិតរបស់កណាលោកគ្រូនៅតែមិនយល់ទៀតដែរបើកុំតែមិនទាន់បានសងសឹកកណាក៏សក់បោះជាមួយលោកគ្រូបាត់ទៅហើយមិននឹងអាចរវល់រឿងស្នេហាប្រស្រីទៀតនោះហើយម្យ៉ាងធានស៊ឺនោះយ៉ាងម៉េចហ្នឹងកណានឹងស៊ឺថ្មីបើភ្ជាប់ពាក្យជាមួយគ្នាតាំងពីតូចប៉ុន្តែមិនដែលជួបគ្នាទេរឿងរ៉ាវដែលតាក់ទងជាមួយនាងគឺលឺពួកគេនិយាយកណាមិនហ៊ានគិតព្រេះផ្ដាស់ទៅបកប្រច័ណ្ឌនេះគឺជាស្អីទៅរឿងនេះខ្ញុំក៏មិនសូវដឹងដែរដូចជាប៉ាអានកំបាំងមួយតាំងពី3000ឆ្នាំមុនកូនចៅគេនឹងគោរពប្រច័ណ្ឌហើយហាត់វិជាគុណសម្ងាត់រាល់ថ្ងៃ15កាត់យកពេញបរមីត្រូវតែយកឈាមមនុស្សរស់មកសែនព្រះយកឈាមមនុស្សរស់ហ่ะដូចជាព្រៃផ្សៃពេកហើយដោយសារតែព្រៃផ្សៃពេកត្រូវប្រធានជនជាតិពេលនោះបានចេញបញ្ជាហាមឃាត់ទើបត្រូវបាត់បង់សំណាងហើយដែលត្រូវបាត់បង់បើមិនអញ្ចឹងទេលោកម្ចាស់សម្ព័ន្ធបាក់មួយនេះតាមតែខ្ញុំយល់ប្រកាសជារស់ឡើងវិញអូហេតុអីទៅចាប់តាំងពីខែ7ឆ្នាំទៅថ្ងៃ16រាល់ខែនៅតំបន់ពេជាងនោះតែតែមានរឿងក្តីស្រីពេញវ័យក៏ស្លាប់ដោយសារតែរឿងអានកំបាំងនៅលើកំពូលភ្នំល្បីមិនក៏អត់មានគេមកប្រាប់ខ្ញុំដំបងអ្នកទាំងអស់គ្នាស្មានថានេះគឺជារឿងធម្មតាទេហើយក៏អត់មានពាក់ព័ន្ធនឹងអ្នកគុណនិយមដែរដូច្នេះទើបបកគលឲ្យមន្ត្រីមូលដ្ឋានទៅស៊ើបក្តីអត់មានប្រាប់ដល់លោកទៀតប៉ុន្តែរឿងក្តីដូចគ្នាកើតឡើងកាន់តែច្រើនរហូតដល់កើតឡើងនៅលើភ្នំគុនលុនទៀតដូច្នេះខ្ញុំក៏ទៅកន្លែងកើតហេតុជាស្ដែងណាស់ខ្ញុំក៏បានឃើញរបស់នេះអូលើនេះគឺអត្តន័យវាគឺពាក្យបាលីនៃអតិទេពចន្ទ្រាមដូច្នេះការសន្និដ្ឋានខ្ញុំបាក់ចន្ទ្រាមបានរស់ឡើងវិញហើយឬតាហាត់វិជាគុណចន្ទ្រាមបានសម្រេចកម្លាំងធាតុនោះក៏ខ្លាំងក្លាទៀតថ្ងៃនេះជាថ្ងៃមង្គលការយានយ៉ាពួកនាងត្រូវទៅចូលសម្អាតទាំងក្នុងទាំងក្រៅបានស្អាតចាយ៉ាងម៉េចប៉ុណ្ណឹងបានទេអង្គប៉ុណ្ណឹងបានទេប៉ុណ្ណឹងទៀតតិចទៀតមកចេញហួរអេងហួរចេញហួរគួយហួរ
ឆាំនេះ ទៀងតិចមកទៀងតិចមក ខ្ញុំឲ្យនាងធ្វើយ៉ាងម៉េចហើយ ថាកែស្រីកិច្ចការថ្ងៃនេះនំណែកមុងនិងកោមមង្គលការរៀបចំរួចរាល់ហើយសូមកុំបារម្ភអី ពួកនាងសុទ្ធតែជាមិត្តល្អរបស់យានយ៉ាងកិច្ចការនេះខ្ញុំបកគលឲ្យពួកនាងធ្វើចឹង តើគេអាចដល់អ្វីដល់នាងអាហារធម្មតា3ពេលពាក់អាក្រណាត់4រដូវមិនយូរប្រមាណសម្រាប់នាងនឹងត្រូវបាត់បង់អស់ហើយប្រែជាចាស់មានស្នាមជ្រីវជ្រួញថែមទាំងសក់ស្កូវទៀត ទេអ្នកណាហ្នឹងអ្នកនាងយានយ៉ាងត្រៀមរួចហើយណាចាំមកផ្លែឈឺជេងជួយផ្លាស់ខោអាវខ្ញុំយានយ៉ាងនាងពិតជាស្អាតមែន យិនយ៉ាងនាងយ៉ាងមិនទៅហើយ អត់អីទេមិនដឹងជាហេតុអីដូចជាមានការផិតភ័យនៅក្នុងចិន នេះជាជំងឺកូនក្រមុំផិតភ័យនារីជាច្រើនមុនពេលរៀបការមិនដឹងជាវាសនាគេទៅអនាគតដូច្នេះទើបកើតជាការផិតភ័យក្នុងចិត្តនេះជាជំងឺកូនក្រមុំផិតភ័យណា បាញ់ចឹងមែនខ្ញុំយល់ថាអ្នកនាងយានយ៉ាងមិនមែនមានជំងឺនេះទេហេតុអីអាអ៊ីថាកូនក្រមុំដែលមានជំងឺផិតភ័យនោះគឺដោយសារតែគេមិនដឹងថាវាសនាអនាគតគេយ៉ាងម៉េចតែនាងខុសគ្នាឈិងកើលោកខ្លួនឯនាងថែមទាំងចង់យកនាងធ្វើជាប្រពន្ធតែនាងនៅមិនយល់ទៀតទេគេស្រឡាញ់នាងជាងស្រឡាញ់ខ្លួនឯងតែនាងមិនជឿថាគេដើម្បីនាងរហូតដល់គេមិនអាចគិតពីអាយុរបស់ខ្លួនឯងឬមួយក៏ ថៅកែស្រី បានឲ្យនាងទៅកុំគិតផ្ដេសផ្ដាស់ទីកុំធុញខ្លាំងពេក នាងត្រូវគិតឲ្យច្បាស់អាចរៀបការជាមួយឈិងកើនាងនឹងក្លាយជាកូនកំមុំមានសុភមង្គលបំផុតក្នុងជាតិនេះមែនទេ មិនពិតទេ ហេតុអី ខ្ញុំចង់ថានាងធ្វើមកកំមើអញ្ចឹងបន្តិចទៀតនោះទៅជួបកូនកំឡោះយ៉ាងម៉េច អាអ៊ីឥឡូវថ្ងៃណាហើយឆាប់ជួយផ្លាស់ខោអាវឲ្យយានយ៉ាទៅ ចា៎ អ្នកក្លាហានទាំងឡាយយានបុតទាំងអស់អរគុណអ្នកទាំងអស់គ្នាហើយដែលបាននាំគ្នាចូលមករួមកម្មវិធីប្រកួតវិជ្ជាគុណជ្រើសរើសប្តីឲ្យស៊ឺកូនខ្ញុំឥឡូវចាប់ផ្ដើមការប្រកួត ចាប់ដើមហើយតើទៅអីចាប់ឡើងតើ គេnóiណាមិនក៏អត់ឃើញនាងធានអញ្ចឹងខ្ញុំគ្មានមកបត់ជប់គេ កូននេះប្រេះផ្ដាស់ពេកហើយគេគ្រាន់តែមកប្រកួតវិជ្ជាគុណសោះហេតុអីបានជាវាយគេ ប
មិនត្រឹមតែប៉ុណ្ណឹងទេមើលនោះ